Hello សួស្តីបងប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកបន្តទៅទៀតអំពីយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយតើយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយនឹងមានន័យយ៉ាងម៉េចដូច្នេះវេនទី1គឺវេនអាស៊ីវេនទី2គឺវេនលន់ដុនវេនទី3គឺវេនញូវយ៉កដូច្នេះយើងផ្ដោតទៅលើវេនញូវយ៉កធំជាងគេយើងទុកឲ្យវេនអាស៊ីវេនលន់ដុនវាធ្វើកិច្ចការដូច្នេះយើងនឹងចាប់ផ្ដើម trade នៅក្នុងម៉ោងមុននឹងម៉ោង London ចប់ទៅម៉ោង New York តែ1ម៉ោងប៉ុណ្ណោះនេះគឺជាថ្ងៃនេះយើងវេនទីផ្សារបុកធ្លាយយើងផ្ដោតទៅលើយុទ្ធសាស្ត្រមួយទៀតគេហៅថា counter intrusive បញ្ច្រាស់នៅលំហូរទីផ្សារតើបញ្ច្រាស់នៅលំហូរទីផ្សារហ្នឹងមានន័យយ៉ាងម៉េចខ្ញុំនឹងចែករំលែកឲ្យបងប្អូនទាំងអស់គ្នាមើលយល់ហើយយកទៅវឹកហាត់ថាតើលំហូរទីផ្សារនឹងមានន័យយ៉ាងម៉េចនៅថ្ងៃនេះគឺថ្ងៃទី16ខែ7ឆ្នាំទី26នេះយើងមើលម៉ោងនេះម៉ោងអាស៊ីនៅខាងនេះម៉ោងលន់ដុននៅខាងនេះហើយមកដល់ពេលនេះវាជិតដល់ម៉ោងញូវយ៉កនេះវាថាវាឡើងសត្វតែវាចុះវូមកដល់ពេលនេះយើងត្រង់នេះហើយដែលយើង trade បច្ច្រាស់ទៅវិញហ្នឹងពេលណាយើង trade បច្ច្រាស់ទៅវិញបានន័យថាគេហៅថា counter intrusive នេះ counter intrusive position គឺយើងមាន position ធម្មតាយើង lock position យើង time position ឬប៉ុន្តែលើកនេះមេរៀនថ្ងៃនេះយើងចង់បញ្ជាក់ថា counter intrusive មានន័យយ៉ាងម៉េចវាយបច្ច្រាស់ពីទីផ្សារពេលណាយើង trade បច្ច្រាស់យើងយកតែ 50% នៅពាក់កណ្ដាលដែលវាចុះហ្នឹងទេយើងអាចចេញ position បាននេះគឺជាយុទ្ធសាស្ត្រ counter intrusive នៅពេលណាដែលទីផ្សារសម្រុកចុះខ្លាំងឡើងខ្លាំងយើង trade បញ្ច្រាស់លំហូរទីផ្សារដូច្នេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាយកទៅវឹកហាត់យុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយនេះបន្តទៅទៀតរហូតតទៅជាធម្មជាតិរបស់ខ្លួនឯងតតែបងប្អូនទាំងអស់គ្នាមើលហើយយល់ច្បាស់ពិតប្រាកដដូច្នេះសូមអរគុណសូមជម្រាបលាសូមឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ